ក៏បានសូត្របាលីដាក់ទឹកត្រឡោកឬក៏បានចាប់សួរទៅម៉ែគ្រូថាម៉ែគ្រូសូមជួយកូនចៅផងកូនចៅមានចម្ងល់ខ្លាំងណាស់តើនាងមានអ្វីចង់សួរយើងមែនទេម៉ែគ្រូនាងស្រីនោះវាមិនដឹងមកពីណាទេតែវាអាចយកបេះដូងព្រះបត្រាបានកូនចៅចង់ដឹងថាតើវាមានមុតអ្វីនោះស្រីល្ងងនាងមិនដឹងទេថាវានោះគឺជាយក្សប្រែកាឡាទេវាមិនស្អាតនោះឡើយហើយក៏មិនមានមុនបាលីអីដែររឿងយក្ខិនីចង់កើតជាមនុស្សកាលពីព្រេងនាយមាននាងយក្សម្នាក់រស់នៅក្នុងព្រៃដ៏សែនជ្រៅថ្ងៃមួយនាងបានប្រទះឃើញព្រះបុត្រាមួយអង្គកំពុងតែវង្វេងនឹងផ្ទុំលក់ក្រោមដើមឈើព្រះអីតើបុត្រាអង្គនោះមកពីណាមិនក៏មានរូបសម្បត្តិល្អល្អស្រស់សង្ហាយ៉ាងនេះណោះនាងយក្សបានចាប់ផ្ដើមលងនឹងសម្រស់ព្រះបុត្រាជាខ្លាំងនាងស្ទើរទៅយកដៃប៉ាអង្អែលប្រភ័ក្រទៅហើយតែភ្លាមនោះអត់ទេខ្ញុំមិនអាចប៉ាទ្រង់បានឡើយចុះបើទ្រង់តាមឡើងឃើញថារូបរាងខ្ញុំមិនស្អាតគិតបែបណានោះគិតហើយនាងក៏បានប្រែក្រឡាជាស្រីស្អាតម្នាក់រួចរៀបចំបង្កាត់ភ្លើងដើម្បីឲ្យសត្វល្អិតទាំងឡាយចេញទៅឆ្ងាយព្រះបុត្រាផ្ទុំចុះណែខ្ញុំម្ចាស់នឹងជួយដេញមូសមមីកមិនឲ្យរំខានដំណេកទ្រង់ទេព្រះពរក្នុងឱកាសនោះនាងយក្សក៏មានទាំងផ្លែឈើនំចំណីរួចជាស្រេចសង្ឃឹមថាព្រះបុត្រានឹងបានសោយក្រោយទ្រង់តានឡើងព្រះបុត្រាទ្រង់តានហើយមែនទេតើព្រះនាងជានរណាហេតុអីក៏ទ្រង់មកដល់ទីនេះទ្រង់មិនខ្លាចទេមែនទេខ្ញុំម្ចាស់ធំធាត់ក្នុងព្រៃនេះខ្ញុំម្ចាស់មិនខ្លាចទេចុះព្រះអង្គវិញទ្រង់វង្វេងផ្លូវមែនទេព្រះពរតើនៅក្នុងព្រៃបែបនេះមានព្រះនាងដ៏ស្រស់ស្អាតផងមែនទេស្ទើរមិនគួរឲ្យជឿសោះពោះទ្រង់ក៏ហើយទ្រង់ឃ្លានណាស់ហើយមែនទេនេះទ្រង់សោយផ្លែឈើនេះចាស់ខ្ញុំម្ចាស់បេះថ្វាយទ្រង់ព្រះពរបើបែបនោះទូបង្គំមិនគួរសមទេណាព្រះបុត្រាចោមពលក៏ឆ្ងល់ដែរថាព្រះនាងដ៏ស្រស់ស្អាតអង្គនេះជាងមកពីណាតែថាទ្រង់ពុំសួរអ្វីឡើយព្រោះព្រះបុត្រាលងនឹងសម្រស់និងទឹកចិត្តដ៏ប្រពៃទៅហើយទ្រង់ស្រស់ស្អាតណាស់តើទ្រង់អាចបកគលបេះដូងឲ្យទូបង្គំបានទេក្រាបទូលខ្ញុំម្ចាស់ពិតជាព្រមតែខ្ញុំម្ចាស់ក៏ខ្លាចដែរព្រោះទូបង្គំមិនទាន់ស្គាល់ពីទឹកព្រះតីព្រះបុត្រានោះទេជាទូលបង្គំចោះទូបង្គំមិនក្បត់ទ្រង់ទេក្រាបទូលព្រះពរខ្ញុំសូមផ្ញើបេះដូងនឹងទ្រង់ផងទៅចោះបងនឹងនាំអូនទៅនគរបងចោះណាហើយពួកយើងនឹងរៀបអភិសេកជាមួយគ្នាព្រះពរបន្ទាប់ពីមានសេចក្តីស្នេហាចំពោះគ្នាហើយទ្រង់ទាំងពីរបានធ្វើដំណើរស្វែងរកផ្លូវរហូតទៅដល់នគរព្រះបុត្រាវិញនៅក្នុងរាជវាំងថ្វាយបង្គំព្រះបិតាបុត្រត្រឡប់មកវិញហើយក្រាបទូលតើបុត្រយើងទៅដល់ណាបិតានេះបារម្ភណាស់ណាដឹងទេបិតាបានចេញបញ្ជាឲ្យគេស្វែងរកគ្រប់ទិសទីអស់ទៅហើយតែមិនបានដំណឹងសោះរឿងវែងឆ្ងាយណាស់ក្រាបទូលព្រះបិតានេះជាព្រះនាងមនីពួកយើងបានស្រឡាញ់គ្នាណាស់សូមព្រះបិតាប្រទានអភិសេកផងចុះក្រាបទូលថ្វាយបង្គំព្រះអង្គមិនអីទេបិតាមិនហាមឃាត់បុត្រទេណាពេលនេះបុត្រសម្រាកសិនចុះព្រោះបុត្រដូចជាហត់ណាស់ហើយក្រាបទូលសូមអរព្រះគុណព្រះបិតាតោះអូនព្រះពរចំណែកស្រីស្នំម្នាក់ដែលជាស្រីស្អាតនិងអនាគតព្រះជាយាននោះក្រោយដឹងថាព្រះបុត្រាយាងមកក៏រំភើបចិត្តជាខ្លាំងព្រះបុត្រាទ្រង់យាងមកវិញហើយមែនទេទ្រង់ហត់ទេខ្ញុំម្ចាស់នឹកទ្រង់ណាស់ព្រះពរមើលចោះទ្រង់ស្គមច្រើនណាស់អរគុណហើយស្នំឯងយើងមានរឿងមួយចង់ប្រាប់នាងតើអ្វីទៅព្រះពរខ្ញុំម្ចាស់ត្រៀមរួចហើយពេលនេះយើងមានម្ចាស់ស្នេហ៍ហើយនាងកាត់ចិត្តពីយើងចុះមិនក៏បែបនេះទៅវិញព្រះពរខ្ញុំម្ចាស់គឺជាអនាគតព្រះជាយាទ្រង់ណាខ្ញុំម្ចាស់គឺស្រឡាញ់ទ្រង់អស់ពីចិត្តព្រះពរតែរឿងបេះដូងមិនអាចបង្ខំបានទេណានាងត្រូវទៅយល់នៅចំណុចនេះព្រោះខ្ញុំម្ចាស់ជាស្រីមានឋានៈតូចទាបមែនទេមិនមែនទេតែនេះជាកម្លាំងនៃស្នេហារវាងយើងនិងព្រះនាងនោះទេព្រះពរឲ្យទៅទ្រង់សប្បាយប្រតីខ្ញុំម្ចាស់នឹងនៅឲ្យឆ្ងាយពីទ្រង់ចោះស្រីស្នំជាមនុស្សក្តៅស៊ីរះត្រជាក់ស៊ីជ្រៅទឹកមុខនាងមិនខឹងទេតែចិត្តនាងដូចភ្លើងដែលកំពុងតែឆេះចឹងព្រះបុត្រានាងមុខជាឈឺចាប់ណាស់ហើយខ្ញុំម្ចាស់មិនប្រកាន់ទេខ្ញុំម្ចាស់អាចធ្វើជាប្រពន្ធទី2ក៏បានដែរព្រះពររឿងនោះបងមិនខ្វល់ទេដឹងត្រឹមតែបងសពតិតែអូនម្នាក់គុណ
រឿងស្នំរឿងអ្នកបំរើធ្វើទៅតាមច្បាប់តែប៉ុណ្ណោះ ខ្ញុំម្ចាស់អរគុណទឹកចិត្តព្រះបត្រាណាស់ព្រះពរនាងស្នំវិញនៅមិនសុខទេនាងរៀបរកវិធីគ្រប់បែបយ៉ាងដើម្បីឆក់យកបេះដូងព្រះបត្រាឲ្យបាននៅដំណាក់នាងស្នំនាងនោះមកពីណាក៏មិនដឹងបែរជាយកបេះដូងព្រះបត្រាបានសង្ស័យណាស់តើវាមានអ្វីពិសេសនោះនាងស្នំគិតហើយក៏បានសូត្របាលីដាក់ទឹកត្រឡោកឬក៏បានចាប់សួរទៅម៉ែគ្រូថាម៉ែគ្រូសូមជួយកូនចៅផងកូនចៅមានចម្ងល់ខ្លាំងណាស់តើនាងមានអ្វីចង់សួរយើងមែនទេម៉ែគ្រូនាងស្រីនោះវាមិនដឹងមកពីណាទេតែវាអាចយកបេះដូងព្រះបត្រាបានកូនចៅចង់ដឹងថាតើវាមានមុតអ្វីនោះស្រីល្ងងនាងមិនដឹងទេថាវានោះគឺជាយក្សប្រែកាឡាទេវាមិនស្អាតនោះឡើយហើយក៏មិនមានមុនបាលីអីដែរថាម៉េចជាយក្សបែរជាអាចយកបេះដូងព្រះបត្រាបានផងមែនទេមែនហើយនាងជាយក្សតែនាងមានសន្តានចិត្តល្អជាងនាងឯងទៅទៀតណាទឹកចិត្តនោះហើយគឺជាធ្នាក់តាក់បេះដូងនោះអីបើអញ្ចឹងគួរធ្វើបែបណាទៅទើបអាចឲ្យព្រះបត្រាបំភ្លេចនាងនោះបានម៉ែគ្រូមាត់ដាច់មុខចំមាត់អញ្ចឹងតើបានជាព្រះបត្រាមិនមើលនោះអូយចាសុំទោសម៉ែគ្រូនិយាយមករកវិធីធ្វើឲ្យព្រះបត្រាដឹងថាវានោះយក្សទៅបានហើយបើព្រះបត្រានៅតែស្រឡាញ់វាយើងនឹងជួយឯងបន្តទៀតចាអរគុណហើយម៉ែគ្រូតែម៉ែគ្រូមានថ្នាំអ្វីដែលពិសេសបំផុតអាចធ្វើឲ្យវាបង្ហាញធាតុពិតបានលឿនដែរទេឈាមស្រីក្រមុំ7នាក់លាឲ្យវាផឹកទៅហើយសពស្រីទាំងនោះត្រូវយកទៅលាក់នៅក្រោយដំណាក់វានោះវានឹងវិនិច្ឆ័យហើយអរគុណណាស់ម៉ែគ្រូខ្ញុំយល់ហើយមិនបងអង្គយឺនាងស្នំបានលបលួចបញ្ជាអ្នកបម្រើឲ្យធ្វើរឿងនេះរួចយកសពស្រីក្រមុំទៅលាក់ក្រោយដំណាក់នាងយក្សខេណីនៅដំណាក់នាងយក្សខេណីថ្វាយបង្គំព្រះបត្រាថ្វាយបង្គំព្រះនាងនាងមានការអីមែនទេខ្ញុំម្ចាស់គិតថាមិនគួរណាមានចិត្តលើព្រះបត្រាទេដូច្នេះខ្ញុំម្ចាស់នឹងកាត់ចិត្តហើយតែពេលនេះខ្ញុំម្ចាស់ឈឺចាប់ណាស់អញ្ចឹងតានាងចង់បានអីទើបធ្វើឲ្យនាងមិនឈឺចាប់ទៀតគឺខ្ញុំម្ចាស់ចង់យកសារ៉ានេះមកថ្វាយទ្រង់ទុកជាការកាត់បេះដូងតើទ្រង់មេត្តាផងបានទេបានយើងយល់ព្រមទទួលយកសារ៉ាមួយកែវនេះចុះហើយនាងឈប់ស្រឡាញ់យើងទៀតទៅណាតែខ្ញុំម្ចាស់សុំមិនសោយទេព្រះបត្រាស្រីស្នំនាងមកជាមិនប្រកាន់អីទេមែនទេអត់ទេបើទ្រង់មិនសោយរាប់ថាទ្រង់មិនអាណិតខ្ញុំម្ចាស់នោះទេយល់ដល់នារីឈឺចាប់ព្រោះស្នេហាម្នាក់នេះផងទៅបានទេអូនសោយបន្តិចទៅមិនអីទេណាដើម្បីឲ្យនាងអស់ចិនទ្រង់មិនទុកមុខឲ្យខ្ញុំម្ចាស់ទេឬព្រះមេម្ចាស់បានខ្ញុំសោយចាស់នាងកុំខូចចិត្តពេកអីនាងយក្សខេនីបានសោយសូរ៉ាដែលមានលីឈាមក្រមុំព្រហ្មចារីទាំង7នាក់ភ្លាមនោះស្រាប់តែនាងចាប់ផ្ដើមឈឺចាប់ជាខ្លាំងអូចុកណាស់ព្រះបត្រាអូនកាត់អីហ្នឹងសេនាឆាប់មកនេះភ្លាមមិនបាច់ទេព្រះបត្រាវានេះឈឺចាប់សំហើយព្រះពរតែនាងកំពុងតែនិយាយអីហ្នឹងនាងមិនខ្លាចយើងដាក់ទោសទេហ៎ព្រះបត្រាកុំខ្វល់អីវាជាយក្សទេដូចអ្វីដែលស្នំនិយាយអញ្ចឹងព្រះនាងអង្គនេះក៏បង្ហាញរូបរាងដើមមកជាយក្សពិតមែនធ្វើឲ្យព្រះបត្រាភ្ញាក់ផ្អើលជាខ្លាំងតែមានរឿងអីនាងជាយក្សមែនទេមិនក៏នាងកុហកយើងបែបនេះព្រះបត្រាខ្ញុំម្ចាស់គ្មានបំណងធ្វើបាបទ្រង់ឡើយខ្ញុំម្ចាស់គ្រាន់តែស្រឡាញ់ទ្រង់ទេព្រះពរម្ចាស់តែយើងអត់ស្រឡាញ់យក្សទេជាតិជាយក្សដែលល្អមកពីណានោះនាងបិសាចព្រះបត្រាតើបងមិនមើលឃើញពីតម្លៃនៃស្នេហារបស់ខ្ញុំម្ចាស់ទេមែនទេបងគួរតែប្រើបេះដូងមកមើលចិត្តអូនកុំប្រើតែប្រណិតបានទេនាងជាយក្សសារជាតិយក្សគ្មានអីល្អទេយើងមិនជឿថានាងស្រឡាញ់យើងស្មោះទេព្រះបត្រាខ្ញុំម្ចាស់ស្រឡាញ់ទ្រង់ជាងជីវិតទៅទៀតមិនក៏បងមើលមិនដឹងបែបនេះព្រះពរមេត្តាខ្ញុំម្ចាស់ផងដោយមានក្តីស្រឡាញ់ផងនោះព្រះបត្រាក៏ចាប់ផ្ដើមទន់ចិត្តជាថ្មីម្ដងទៀតបងស្រីស្នំឃើញហើយនាងក៏បានបន្តបញ្ចុះបញ្ចូលថាព្
ព្រះបត្រានាងមិនមែនជាយៈល្អទេត្រង់តូចចោះនៅក្រោយដំណាក់មានក្លិនឆ្អាបឈាមណាព្រះពរ ថាម៉េចនាងនិយាយនេះជាការពិតមែនទេ ប៉ាត់ណាស់ព្រះពរខ្ញុំម្ចាស់នឹងបង្ហាញត្រង់ចោះក្រោយនាងស្នំបង្ហាញសាកសពបន្ថែមទៀតនោះព្រះបត្រាកាន់តែខឹងរួចក៏បានពោលឡើងថានាងឆាប់ចាក់ចេញទៅកុំឲ្យយើងខឹងជាងនេះអីថាមិនបានយើងអាចសម្លាប់នាងក៏ថាបានដែរណា ព្រះបត្រាមិនក៏បងមិនអាណិតចិត្តអូនផងទេអូនពិតជាស្រឡាញ់ត្រង់ណាស់មិនដែលគិតថាសាក់អាក្រក់លឿនអ្នកណាទេ ចុះសាកសពទាំងនោះនាងមានអីបកស្រាយទៀតទេនាងយៈកំណាច ព្រះបត្រាកំពល់ពាក្យបែបនេះអូនឈឺចាប់ណាស់ទោះអូនជាយៈតែអូនមិនអាចជាជីវិតមនុស្សសត្វណាទេគ្មានអ្នកណាគេជឿទេតើមានជាឯណាដែលថាមិនសម្លាប់ជីវិតនោះស្រីទាំងនេះមកជាអាហារដែលនាងទុកឆីហើយអត់ទេណាអត់ទេ ចេញទៅព្រះបត្រាទោះបីជាខ្ញុំម្ចាស់ចាក់ចេញតែខ្ញុំម្ចាស់សូមផ្ញើក្តីស្រឡាញ់នៅទីនេះផងខ្ញុំម្ចាស់នឹងស្រឡាញ់ត្រង់លុះអស់ជីវិតទៅលីហើយម្ចាស់ស្នេហ៍ថែខ្លួនផងណានាងយៈបានចាក់ចេញទៅទាំងក្តីឈឺចាប់បំផុតចំណែកនាងស្នំវិញក៏បានពោលបន្តថាព្រះបត្រាមើលចាស់បើនាងយៈនោះវាមកសងសឹកគ្រប់គ្នាគិតយ៉ាងម៉េចទៅព្រះពោមិនក៏ទ្រង់មិនសម្លាប់វាចោលតែម្ដងទេ នាងមិនមកវិញទៀតទេហើយយើងក៏មិនដេញដោលដែរយើងល្វើយណាស់យើងចង់សម្រាក ព្រះអង្គទុកឲ្យខ្ញុំម្ចាស់ជួយធ្វើសរសៃត្រង់ចោះពីពេលនេះទៅទ្រង់បំភ្លេចនាងចោលទៅមិនខ្វះទេនារីល្អណាព្រះពោកន្លងទៅអស់មួយរយៈធំគ្មាននារីណាអាចមានល្បិចកលយកឈ្នះនាងស្នំបានឡើយហើយទីបំផុតនាងក៏បានរៀបអភិសេកនឹងព្រះបត្រាផងដែរនៅក្នុងព្រៃជ្រៅមិនដឹងថាម្ចាស់ស្នេហ៍របស់ខ្ញុំសុខទុក្ខយ៉ាងណាទេខ្ញុំម្ចាស់នឹកត្រង់ណាស់នាងយៈកំពុងតែពិបាកចិត្តនឹកម្ចាស់ស្នេហ៍ក៏មកបិទថាបាត់បង្ហាញខ្លួនចេញមកនឹងបាននិយាយថានាងយៈនាងឈឺចាប់ណាស់មែនទេកាត់ចិត្តទៅហើយរស់នៅជារូបរាងយៈដ៏អាក្រក់វិញចោះកុំប្រែរូបស្អាតបែបនេះអីខ្ញុំដឹងថាខ្ញុំត្រូវកាត់ចិត្តតែខ្ញុំពិតជានឹកត្រង់ណាស់ខ្ញុំចង់ទៅមកម្ចាស់ស្នេហ៍ខ្ញុំណានាងឆ្មាចោះនាងយៈគិតថាត្រង់នៅស្រឡាញ់នាងទៀតដែរព្រះបត្រានោះមានប្រពន្ធហើយណានាងឆ្មានិយាយនេះជាការប៉ັດមែនទេមែនហើយនេះជាការប៉ັດណាស់ចាំយើងបង្ហាញនាងចោះបិសាចឆ្មាបានប្រើវេទមន្តដើម្បីឲ្យនាងយៈបានមើលឃើញថាព្រះបត្រារស់នៅបានសុខជាមួយនឹងអ្នកថ្មីហើយពេលនោះនាងយៈខេនីក៏បាននិយាយថាប៉ັດហើយនេះជាអ្វីដែលទ្រង់ចង់បានខ្ញុំជូនពរទ្រង់ឲ្យមានសេចក្តីសុខចោះខ្ញុំម្ចាស់មិនទៅមើលទ្រង់ទេនេះជាព្រហ្មលិខិតនាងមិនមែនជាគូនឹងទ្រង់ទេនាងមានតែផ្សងជួបទ្រង់នៅជាតិក្រោយទៅចោះណានាងឆ្មានាងនិយាយត្រូវហើយខ្ញុំនឹងខំសន្សំបន់ប្រាថ្នាជួបម្ចាស់ស្នេហ៍របស់ខ្ញុំនៅជាតិខាងមុខចោះត្រូវហើយបើបែបនោះតើនាងចង់ទុកដួងកែវប្រែកាយនេះធ្វើអីទៀតនោះឆាប់បកលវាមកឲ្យយើងមកបានយើងនឹងបកលវាឲ្យនាងចោះគ្មានអ្វីដែលយើងស្ដាយទៀតទេនាងចង់បានអ្វីយើងឲ្យទាំងអស់ម៉ែណែអូយមិនត្រឹមតែដួងកែវទេមកកត់នាងកែវភ្នែកម្ខាងរបស់នាងគឺយើងចង់បានទាំងអស់ប៉ាត់ជាបានសុំនាងឆ្មាយកវាទៅប្រាក្នុងផ្លូវល្អចោះយើងបកលឲ្យនាងទាំងមិនឈឺចាប់មិនស្ដាយក្រោយអ្វីឡើយអូយចាំដល់ណាទៀតបកលមកយើងផ្ទះសានណាយក្ខិនីបូជាមិនថាវត្ថុមានតម្លៃមិនថាសាច់កេសាលោហិតនេត្រាទេនាងអាចផ្ដល់បានទាំងអស់ព្រោះនាងគិតថានេះជាការបរិច្ចាគដ៏ថ្លៃថ្លាដោយព្រះវេស្សន្តរចឹងដែរសង្ឃឹមថាការបរិច្ចាគនេះនឹងជួយឲ្យខ្ញុំម្ចាស់បានទៅកើតជាតិថ្មីនិងជាកូននៃម្ចាស់ស្នេហ៍ខ្ញុំផងទៅចោះបន្ទាប់ពីនាងឆ្មាយកកែវនេត្រាមកខាងមកុដនិងដួងកែវប្រែក្រឡាទៅបាត់ហើយក៏មានអណ្ដើកពីការភ្នែកដ៏ធំមួយវាមកកើមមកទៀតនាងយៈនាងនៅចិត្តនេះមែនទេជួយខ្ញុំផងជួយខ្ញុំផងតើ
លោកបងអណ្ដាតមកមានការអ្វីដែរ នាងយៈខ្ញុំឮដំណឹងថានាងមានសន្តានចិត្តបរិច្ចាគទានសពយ៉ាងតើនាងអាចដាក់ទានកៅភ្នែកនាងឲ្យខ្ញុំបានទេ ព្រះអើយនេះបងអណ្ដាតខំមកពីឆ្ងាយទាំងមើលមិនឃើញផ្លូវដើម្បីមកសុំជំនួយមែនទេ មែនហើយសូមមេត្តាខ្ញុំផងប្រគល់កៅភ្នែកទាំងគូឲ្យមកខ្ញុំមកខ្ញុំចង់មើលឃើញពិភពលោកណាស់ ប៉ាត់ណាស់ខ្ញុំបកលជូននេះតែថាខ្ញុំមានតែម្ខាងទេណាបងអណ្ដាតព្រមម្ខាងទៀតខ្ញុំបានឲ្យទៅនឹងឆ្មាទៅហើយ ថាម៉េចមានតែម្ខាងទេអីបានមិនអីទេទោះបីតែម្ខាងក៏ព្រមដែរវាប្រសើរជាជាងអត់ សូមបងអណ្ដាតត្រៀមទទួលជោគចោះ អរគុណហើយយៈខ្ញុំមើលឃើញហើយខ្ញុំសប្បាយចិត្តណាស់ ក្រោយយក្ខិនីបានបូជាកែវភ្នែកដែលនៅសល់ជូនអណ្ដាតហើយនាងក៏បានខ្លាយជាយក្ខដែលពិការភ្នែកពុំមើលឃើញអ្វីទៀតឡើយទោះមើលមិនឃើញរស់នៅពិបាកតែខ្ញុំមិនខ្លាចក្នុងការលះបង់មួយនេះទេឲ្យតែខ្ញុំបានកើតជាមនុស្សនិងបានជួបម្ចាស់ស្នេហ៍របស់ខ្ញុំធ្វើបែបណាក៏ព្រមដែរស្របពេលនោះដែរនាងស្នំដែលជាស្ត្រីស្នេហាពីមុនក៏បានមកដល់និងបាននិយាយទាំងកំហឹងថានាងយក្ខនាងនៅទីនេះមែនទេយើងតាមរកនាងយូរហើយនាងជាអ្នកណាសម្លេងនេះខ្ញុំដូចជាធ្លាប់លើមិនក៏សភាពនាងអាក្រក់ម្ល៉េះនេះនាងមើលមិនឃើញទេមែនទេនាងយក្ខកំណាតខ្ញុំមើលមិនឃើញឡើយនាងជាស្រីស្នំនោះមែនទេតែព្រះបត្រាសុខសប្បាយឬអត់និយាយដល់រឿងនេះយើងខឹងណាស់នាងមានមុនអីបានជាធ្វើឲ្យព្រះបត្រានឹករហូតដល់ធ្លាក់ខ្លួនឈឺបែបនេះតើត្រង់កើតអីនាងអនុញ្ញាតឲ្យច្បាស់ផងបានទេខ្ញុំចង់ទៅមើលត្រង់ណាស់នាងស្នំកុំទៅអីត្រង់បានសកុតហើយសកុតព្រោះតែនាងឯងនឹងនាងយក្ខអាក្រក់យើងស្អប់ឯងណាមិនអាចទេព្រះបត្រាមិនក៏ត្រង់ឲ្យជក់ខ្លែងបែបនេះមិនប៉ាត់ទេមិនប៉ាត់ទេរឿងនេះក៏ព្រោះតែនាងនឹងមកពីនាងទៅត្រង់ធ្លាក់ខ្លួនប្រឈួនដល់សកុតនោះនាងអាក្រក់ណាស់ងាប់ទៅស្រីស្នំបានសុទ្ធបាលីដាក់ត្រឡោកម៉ែគ្រូដើម្បីសម្លាប់យក្ខតែជាអភិសង្ឃនាងក៏បានប្រតិកម្មបាលីផ្ទុះត្រឡោកស្លាប់ខ្លួនឯងទៅវិញអើយនាងយក្ខគ្រប់ជាតិយើងមិនឲ្យនាងឯងបានជួបគ្នាទេចាំមើលចោះព្រះបត្រាតើបងទៅកាត់ណែឯណាទៅខ្ញុំម្ចាស់ពិតជានឹកត្រង់ណាខ្ញុំម្ចាស់ពិតជាចង់ជួបត្រង់ណានាងយក្ខនៅតែប្រាថ្នាចង់ជួបម្ចាស់ស្នេហ៍ហើយនាងនៅតែបន្តបរិច្ចាគទានដូចដើមផងដែរនៅឋានសួគ៌ នាងយក្ខពិតជាមានទឹកចិត្តល្អធ្វើឲ្យផែនដីទាំងមូលមានការរំភើបមែនត្បិតតែនាងមានសារជាតិជាយក្ខកំណាចតែចិត្តនាងមិនខុសពីទេពធីតាឡើយ ព្រះអិនយល់សពការនៃជីវិតនាងយក្ខហើយទ្រង់ក៏បានហោះមកជួបនាងដោយខ្លែងរូបកាយជាព្រានព្រៃម្នាក់ទៀតផង នាងយក្ខឮយើងហៅទេ ចាអ្នកណាហៅខ្ញុំនឹងខ្ញុំមិនឃើញទេ ខ្ញុំជាព្រានប្រមាញ់តែខ្ញុំបរបាញ់មិនបានសัตว์មួយក្បាលសោះតើនាងយក្ខអាចជួយខ្ញុំបានទេ តើលោកចង់បានអ្វីដែរទេសុំនិយាយមកចុះ ខ្ញុំចង់បានបេះដូងនាងយក្ខយកទៅអាំងដើម្បីឆីតើនាងយក្ខអាចប្រគល់វាឲ្យខ្ញុំបានទេ ប៉ាត់ណាស់ខ្ញុំព្រម តើនាងយក្ខមិនស្ដាយជីវិតទេអីនាងយក្ខអាចស្លាប់បានណា ខ្ញុំមិនខ្លាចស្លាប់ទេលោកព្រានខ្ញុំព្រមប្រកល់បេះដូងឲ្យអ្នកឆៃហើយសូមអ្នកយកកំបិតមកវះទ្រង់ខ្ញុំចុះ តែមុននឹងខ្ញុំវះទ្រង់យកបេះដូងខ្ញុំអាចសុំកាត់ដៃនាងសិនបានទេ មិនថាដៃជើងថ្លាប់ប្រមាថខ្ញុំមិនខ្លាចនឹងបរិច្ចាគឡើយ ហេតុអីក៏នាងស្ម័គ្រចិត្តបូជាបែបនេះ ពេលព្រោះខ្ញុំមានក្តីប្រាថ្នាចង់ជួបម្ចាស់ស្នេហ៍របស់ខ្ញុំទោះជីវិតក៏ខ្ញុំសុខចិត្តដែរ ដើម្បីតែក្លាយជាមនុស្សនឹងបានជួបម្ចាស់ស្នេហ៍ទើបនាងសម្រេចចិត្តបរិច្ចាគមែនទេ មែនហើយឥឡូវសុំកាប់វះតាមចិត្តចុះ
ឃើញថាការសាកល្បងរបស់ព្រះឥន្ទពិតជាធ្វើឲ្យទ្រង់ស្ញាច់សរសើរនិងគោរពណាស់ព្រះឥន្ទក៏ប្រែជារូបរាងដើមនិងមានបន្ទូលថា នាងយក្សនាងមិនគួរកើតជាមនុស្សទេបុណ្យនាងខ្ពស់ណាស់នាងអាចទៅកើតជាទេពធីតាបាន ជាទេពធីតាមែនទេតើលោកជាអ្នកណាឲ្យប្រកាសនោះ យើងជាព្រះឥន្ទឥឡូវចូលនាងមានភ្នែកមើលឃើញវិញចុះ ព្រះឥន្ទបានធ្វើឲ្យយក្សមើលឃើញដូចដើមវិញចំណែកយក្ខិនីក៏បាននិយាយថាខ្ញុំម្ចាស់អរព្រះគុណណាស់ព្រះពរតែព្រះឥន្ទខ្ញុំម្ចាស់មិនចង់ខ្លាចជាទេវតាទេខ្ញុំម្ចាស់ចង់ជួបតែម្ចាស់ស្នេហ៍ខ្ញុំតែប៉ុណ្ណោះ នាងគិតច្បាស់ហើយមែនទេ ព្រះពរ បានយើងនឹងឲ្យនាងទៅកើតជាព្រះនាងមួយអង្គព្រមទាំងបានជួបនឹងម្ចាស់ស្នេហ៍នាងផងដែរ ប៉ាទេព្រះពរខ្ញុំម្ចាស់រំភើបណាស់ ម្យ៉ាងទៀតយើងប្រទានញាណចងចាំដល់នាងមួយបើនាងឈឺចាប់នឹងស្នេហានាងអាចបួងសួងដើម្បីទៅកើតនៅឯឋានសួគ៌បាន ព្រះពរខ្ញុំម្ចាស់សូមអរព្រះគុណទ្រង់ហើយដោយបំណងមែនអំពើល្អរបស់យក្សធ្វើឲ្យមេឃដីរំភើបញាប់ញ័រហើយការប្រាថ្នានេះក៏បានធ្វើឲ្យនាងជួបស្នេហ៍ដូចបំណងនៅក្នុងរាជវាំង បងស្រឡាញ់អូនណាស់បងសន្យាថាបងនឹងមើលថែអូនគ្រប់ជាតិណាអូនណា អូនក៏ស្រឡាញ់បងដែរអូនក៏ផ្សងជួបបងគ្រប់ជាតិដូចគ្នាដោយនិស័យផលបុណ្យការបូជាដ៏អស្ចារ្យរបស់ពួកគេនោះពួកគេក៏បានក្លាយជាគូស្នេហ៍កនស័យសារពេកតទៅគ្រប់ជា ខ្ញុំខុសអីទៅមិនក៏នៅសក់ម្ដេញហើយមិនឲ្យប្រាក់ឈ្នួលខ្ញុំបែបនេះព្រោះយើងមិនចូលចិត្តមនុស្សក្បត់លោភលន់អាត្មានិយមទេតែបើឯងចង់បានប្រាក់ឯងទៅវិញឯងត្រូវទៅយកសមុទ្រផ្អែមនោះមកឲ្យយើងលោកថៅកែតើឲ្យខ្ញុំទៅរកសមុទ្រផ្អែមមកពីណាទៅ តើឯងនៅឯណាទៅឯងជាអ្នកណាបើខ្លាំងនោះចេញមក ចុះនាងធ្មប់ឯងមិនមើលក្រោយផ្ទាំងថ្មនោះទៅមើលហើយបើខ្លាំងហោះឡើងមករកយើងមក កំ ប្លែងមែនទេគួរឲ្យខឹងណាស់យើងនឹងហោះទៅលើអាកាសចង់ដឹងណាស់តើឯងជាស្អីទៅគ្មានបានការមែនមិនចាំយូរទេយើងឈ្មោះបានប្រើវេទមន្តចេញមកឬក៏បានស្រូបយកនីសម្បូរចូលទៅក្នុងពោះតែម្ដង ស្អីគេនេះជាបិសាចមែនទេជួយខ្ញុំផងជួយផង រៀងទឹកសមុទ្រផ្អែមនេះទានអំពីបរោះម្នាក់គឺជាមនុស្សឧស្សាហ៍ណាស់គាត់ខំធ្វើការសពបែបយ៉ាងទៅហើយតែថាគាត់នៅតែពុំធូរធារសោះឡើយនៅផ្ទះទី2 អង្គទៀតហើយបើរស់មួយថ្ងៃពឹងមួយថ្ងៃបែបនេះតើបានអីនឹងធូរធារនឹងគេទៅខ្ញុំម៉ៃ ជួនគ្នានោះដែរមីងពោតក៏បានស្ដាប់ឮគាត់ក៏បានដើរមកនិងបាននិយាយថាតើក្មួយកំពុងតែនិយាយរអ៊ូអីមុននេះកុំប្រាប់ណាថាខូចចិត្តរឿងជីវភាពទៀតហើយនោះ បានមែនហើយមីងថាទៅខ្ញុំខំក៏ខំប្រឹងក៏ប្រឹងតែជីវភាពវាមិនធូរធារនឹងគេសោះមីង ក្មួយអើយកុំតូចចិត្តអីក្មួយជាមនុស្សល្អថ្ងៃណាមួយជីវភាពគង់តែប្រសើរមិនខាននោះទេណា បានមីងសង្ឃឹមតែខ្ញុំនឹងមានជីវភាពដូចជាមីងមានប្រសាសន៍ផងទៅចុះ និយាយអញ្ចឹងក្មួយអាយុប្រមាណហើយណែមិញថាក្មួយល្មមយកប្រពន្ធម្នាក់នឹងគេហើយក្មួយ តែយកប្រពន្ធមកធ្វើអីទៅមីង គឺយកមកជួយបោកខោអាវជួយដាំបាយជួយកិច្ចការផ្សេងនិងបង្កើតគ្រួសារពេញលេញនោះអី មីងអើយខ្ញុំក្រយ៉ាងនេះគ្មាននរណាគេមកព្រមស្ម័គ្ររស់នៅលំបាកជាមួយខ្ញុំទេខ្ញុំគិតថាចាំពេលធូរធារមានមាសប្រាក់បន្តិចបន្តួចបានខ្ញុំគិតគូរពីរឿងនេះមីង មែនហើយមិញប្រាប់ចោះប្តីមិញទៅស៊ីឈ្នួលគេតាមសំពៅបានប្រាក់ច្រើនណាស់ក្មួយអាចសាកបានណាបើក្មួយចាប់អារម្មណ៍ក្មួយអាចសាកបាន មែនទេមីងខ្ញុំចាប់អារម្មណ៍ណាស់ ភូមិខាងជើងសំពៅទៅមករហូតបើក្មួយឃើញថាសំពៅណាគេខ្វះនោះក្មួយអាចទៅសុំគេធ្វើការលោមើក្រែងបានប្រាក់ណែឥឡូវមិញលីហើយណា បានអរគុណមីងណាស់ ទីវាពិតជាមិនចង់ចំណាយពេលវេលាទៀតទេគាត់គិតថាម្ដងនេះមានឱកាសរកប្រាក់ហើយដូច្នេះគាត់ក៏បានរៀបចំអង្គវិជ្ជារួចរាល់ក៏បានសម្ដែងទៅកាន់មាត់ទឹកដើម្បីរងចាំមើលសំពៅទៅមកនៅចិត្តមាត់សមុទ្រ ហើយចាំឡើងពីយាមទៅហើយថ្ងៃនេះដូចជាមិនឃើញមានសំពៅណាមកសោះ
ជួនគ្នានោះនាយសម្បូរក៏បានដើរមកនិងបាននិយាយថា ទិវាអូទិវាមែនតាហើយមានបង្វាច់មានអីទៀតហ្នឹងគិតទៅណានោះអូសម្បូរទេហ៎ត្រូវហើយគឺគ្នាកំពុងចាំមើលសំពៅហ្នឹងណាហើយសម្លាញ់ឯងទៅណាមកណាដែរតាំងពីសឹកមកដូចជាមិនដែលបានជួបគ្នាសោះតើសម្លាញ់សុខសប្បាយជាទេគ្នាសុខសប្បាយទេនិយាយអញ្ចឹងសម្លាញ់ឯងមានបន្តការស្មូតទៀតដែរអត់តាំងពីសឹកមកហ្នឹងអូគឺអត់ទេសម្លាញ់អើយព្រោះមិនសូវមានកម្មវិធីចុះសម្លាញ់ឯងនៅបន្តស្មូតដោយកាលនៅពីបព្វជិតទៀតមែនទេអូអត់ទេឈប់ហើយព្រោះគ្នាជាអ្នកធ្វើការនៅលើសំពៅសម្លាញ់ឯងមើលសាច់មើលឈាមគ្នាទៅមើលភ្លឺថ្លាអត់ហើយមានឃើញចាំងលើខ្លួនគ្នាទេមែនហើយមើលទៅសម្លាញ់ដូចជាធូរធានណាណែនិយាយអញ្ចឹងសម្លាញ់ជួយណែនាំគ្នាផងទៅមើលតើសម្លាញ់ធ្វើបែបណាខ្លះបានគឺគ្នាធ្វើជាកម្មករលើសំពៅហ្នឹងណាគឺគ្នាកត់បញ្ជីចំណូលចំណាយជូនពួកឈ្មួញជួយអំបិលស្រូវអង្គបានប្រាក់ច្រើនណាស់មែនណាគ្នាកំពុងតែគិតតែចង់ធ្វើបែបនោះដែរសម្លាញ់មើលជួយណែនាំគ្នាផងគ្នាត្រូវការប្រាក់ណាស់បើបានជាធ្លាប់ស្គាល់គ្នាទៅហើយរាប់ថាសំណាងទៅចោះណាសម្លាញ់ឯងធ្វើការជាមួយខ្ញុំតែម្ដងទៅពិតមែនហីសម្លាញ់ខ្ញុំអរគុណណាស់មិនអីទេតែកុំភ្លេចដឹងគុណគ្នាផងណាពិតមែនហើយគ្នាមិនភ្លេចគុណសម្លាញ់ទេនោះសំពៅមកដល់ហើយមកចាំគ្នាជួយណែនាំឲ្យលោកតកែចុះបានសម្លាញ់ទិវាសប្បាយចិត្តណាស់តែឡើងដល់សំពៅថាកែដូចជាមិនពេញចិត្តទិវានោះទេជំរាបសួរលោកតកែល្អហើយរួចចុះបរោះស្គមនោះជានរណាដែរសម្បូរបាទគេជាមិត្តភក្តិខ្ញុំគ្នាក្រីក្រណាស់ហើយកំព្រាទៀតសូមលោកតកែមេត្តាជួយគ្នាផងទៅលោកតកែមើលទៅគេមិនទំនងជាអ្នកមានកម្លាំងសោះតិចពលលោកឈឺនៅលើសំពៅគិតយ៉ាងម៉េចទៅលោកតកែត្បិតតែខ្ញុំមិនសូវជាមមួនមែនតែខ្ញុំមិនខ្ជិលមិនរាថយរាល់ការងារទាំងអស់សូមលោកតកែផ្ដល់ឱកាសឲ្យខ្ញុំផងទៅមែនហើយជួយគ្នាផងទៅលោកតកែលោកថាកែមិនចង់ទទួលទិវាទេតែបន្ទាប់ពីនោះសម្បូរក៏បានខំជួយណែនាំទិវាទៅកាន់លោកថាកែអស់ពីចិត្តទីបំផុតគាត់ក៏បានយល់ព្រមឆាប់ចេញសំពៅទៅកុំឲ្យខកការបានលោកម្ចាស់តោះទិវាលឿនឡើងបានក្រោយបានធ្វើការហើយទិវាខំធ្វើការណាស់ចំណែកសម្បូរវិញនោះដូចជាមិនអញ្ចឹងទេសម្បូរដូចជាទម្លាក់ដៃខ្លាំងណាស់ទិវាជួយតសែងអង្គដាក់កគ្នាផងណាគ្នាហត់ណាស់គ្នាសុំសម្រាប់បន្តិចសិនបានតោះឲ្យគ្នាធ្វើចុះសម្លាញ់ទៅសម្រាប់ចុះណាចាប់តាំងពីបានទិវាមកជួយធ្វើការសម្បូរពុំសូវធ្វើការទេគាត់ដូចជាខ្សែលឿនណាស់ចំណែកលោកថាកែក៏សម្គាល់ដឹងដូចគ្នាធ្វើអ្វីមិនមែនថាគ្មានអ្នកដឹងទេសម្បូរដូចជាខ្សែលើដាក់កម្មករថ្មីនោះពេកទេដឹងលោកថាកែបានសម្គាល់ដឹងពីមួយថ្ងៃទៅមួយថ្ងៃហេតុនេះគាត់ក៏បានអាណិតនិងចូលចិត្តទិវាម្ដងបន្តិចទិវាមកជួយការងារខ្ញុំបន្តិចមកបានលោកតកែខ្ញុំទៅហើយមិនថាលីសែងលើកអង្គដាក់ឲ្យអ្នកទិញឬធ្វើអ្វីទេទិវាពុំខ្ជិលសោះឡើយហេតុនេះគាត់ក៏បានរង្វាន់ជាទីពេញចិត្តដែរ1 2 3ថ្ងៃនេះខ្ញុំសំបានច្រើនណាស់ឃើញថាទិវាមានស្នាមញញឹមបែបនេះនាយសម្បូរបានដើរមកក្នុងសភាពចង់ចិញ្ចើមនិងបាននិយាយថាណែអាសម្លាញ់ដូចជាមានស្នាមញញឹមពេញមុខតែម្ដងហើយណោះនេះជារង្វាន់ពីលោកតកែមែនទេបានមែនហើយលោកតកែមានប្រសាសន៍ថាខ្ញុំឧស្សាហ៍ធ្វើការណាស់ហើយគាត់ក៏ឲ្យប្រាក់ខ្ញុំជាការលើកទឹកចិត្តតែម្ដងទៅតែវាដូចជាច្រើនណាស់រាល់លើកខ្ញុំមិនដែលបានការលើកទឹកចិត្តអីច្រើនអញ្ចឹងទេតាមពិតខ្ញុំបានពីអ្នកស្រុកខ្លះពេលដែលខ្ញុំដាក់អំបិលដាក់អង្គឲ្យពួកគេថាស្រឡាញ់អាណិតទៅគេជូនប្រាក់គ្នាហ្នឹងណាតាមពិតអញ្ចឹងទេអីប្រឹងឡើងណាសម្លាញ់មិនយូរទេឯងអាចរកស៊ីដោយខ្លួនឯងបានហើយបានសម្លាញ់មាត់ផ្សេងតែចិត្តផ្សឹងនិងរឹកតែចិញ្ចើមក៏ចង់មិនឈប់មិនលាទេលូដាចេញបន្តិចនាយសម្បូរក៏បាននិយាយថា
អាននេះវាពិតជាទិញទឹកចិត្តលោកតកែនិងអតិថិជនបានលឿនមែនទែនមិនបានទេបើបែបនេះយើងមិននឹងអាចរកប្រាក់បានដូចមុនទៅ ដោយការច្រណែនចំពោះទិវានេះសម្បូរក៏កើតមានគំនិតមួយថា ខ្ញុំនឹងយកមាសខ្ញុំទាំងអស់មកធ្វើជារបស់ទិវាហើយដល់ពេលនោះខ្ញុំនឹងកុហកលោកតកែថាវាបានជួបនឹងសមុទ្រផ្អែម កថៃគាត់ក៏បានធ្វើពុតជាដើរទៅរកថៅកែនិងបានសម្ដែងថា 1 2 3 ហេសម្បូរមានប្រាក់ច្រើនមករាប់ទៀតណោះគឺបាទលោកតកែនេះគឺជាប្រាក់របស់ទិវាអន្តាថាម៉េចលោកតកែកំលន់មាត់លឺពេកតាមពិតនេះជាប្រាក់ទិវាដែលបានលាក់ទុកទេខ្ញុំចង់រាប់មើលហើយក៏បានដឹងរឿងផងដែរតើបានដឹងរឿងអីខ្លះទៅលោកតកែខ្ញុំសុំខ្សឹបប្រាប់ទៅចុះខ្ញុំឃើញទិវាពេលចុះកំពង់ហើយឮទិវានិយាយថាបានជួបសមុទ្រផ្អែមណាលោកតកែថាម៉េចសមុទ្រប្រៃតើមិននឹងអាចផ្អែមបានទៅគឺមែនហើយលោកមិនឆ្ងល់តាហេតុអីទិវាមានប្រាក់ទេមែនទេទិវាមានកម្រងលាឈប់រួចទៅយកទឹកសមុទ្រផ្អែមដើម្បីទាញផលប្រយោជន៍យកតែម្នាក់ឯងទៀតផងមានរឿងចឹងទៀតយោឯងខំតាអាណិតតាមពិតវាមានល្បិចសម្បើមណាស់គឺមែនហើយលោកតកែជិះសំពើឯងសោះធ្វើការឲ្យឯងសោះលុះបានជួបរបស់ល្អក៏លាក់លៀមទុកតែឯងណោះអាក្រក់មែនទែនឯងទៅបដិញគេចេញទៅសម្បូរកុំតន់ដេញអីលោកតកែគ្រាន់តែឲ្យវាទៅយកទឹកសមុទ្រផ្អែមនោះមកនោះមិនចំណេញទេអីមែនតើបើអញ្ចឹងទៅហៅវាមកសម្បូរបាទនេះសម្បូរសប្បាយចិត្តណាស់ព្រោះគម្រោងការរបស់ខ្លួនកំពុងតែរលូនហើយ បើពេលណាអាទិវាទៅយកទឹកសមុទ្រវាមុខជាងាប់ហើយតើមានសមុទ្រផ្អែមមកពីណាទៅ ដល់ពេលនោះមាសប្រាក់វាគឺជារបស់យើងហើយទិវាមិនដឹងខ្លួនសោះក៏ត្រូវថៅកែបន្ទោសលុបបន្ទោសចប់ហើយលោកថៅកែក៏បាននិយាយថាទិវាយើងដេញឯងចេញហើយយើងក៏នឹងយកមាសប្រាក់ឈ្នួលមកវិញដែរលោកថៅកែខ្ញុំខុសអីទៅមិនក៏នៅសក់មកដេញឲ្យមិនឲ្យប្រាក់ឈ្នួលខ្ញុំបែបនេះព្រោះយើងមិនចូលចិត្តមនុស្សក្បត់លោភលន់អាត្មានិយមទេតែបើឯងចង់បានប្រាក់ឯងទៅវិញឯងត្រូវទៅយកសមុទ្រផ្អែមនោះមកឲ្យយើងលោកថៅកែតើឲ្យខ្ញុំទៅរកសមុទ្រផ្អែមមកពីណាទៅគ្នាមិនអាចជួយនិយាយឯងបានទេបើឯងចង់ទៅវិញជាមួយមាសប្រាក់ឬក៏មិនចង់លងកដាលសមុទ្រនោះចូលឯងទៅយកសមុទ្រផ្អែមនោះមកមើលទៅបើខ្ញុំមិនទៅក៏មិនបានដែរអញ្ចឹងសូមលោកតកែបកលទូកតូចមួយឲ្យខ្ញុំមកខ្ញុំនឹងទៅយកទឹកសមុទ្រផ្អែមនោះមកឲ្យលោកបានតើទៅឥឡូវនេះទៅសបោជួយលើកទូកតូចមួយដាក់ទៅក្នុងទឹកទៅបាទលោកតកែទិវាអស់សង្ឃឹមក្នុងរឿងនេះណាព្រោះខ្លួនមិនដឹងថាទឹកសមុទ្រផ្អែមនៅឯណាទេតែគាត់គ្មានជំរឿននោះឡើយនៅលើកោះមួយតើខ្ញុំគួរតែធ្វើបែបណាទៅទើបអាចទៅយកមាសប្រាក់វិលទៅស្រុកវិញបាននោះជួនគ្នានោះទិវាបានឮសំឡេងមួយស្រែកឲ្យហៅជួយផងក្តៅណាស់បិទមាត់ទៅនាងកូននេះក្រៀកឯងមិនរស់ទេតាមពិតទៅនោះជាសំឡេងនាគករាជតាខ្ញុំជួយវាសិនទៅបានដោយក្តីអាណិតកូននេះទិវាក៏បានស្រែកបន្លំពីចម្ងាយឡើងថាយើងគឺជាយក្សទីនេះពិតជាមានមេធ្មប់និងនាគករាជមែនទេយើងនឹងស៊ីទាំងអស់តើឯងនៅឯណាទៅឯងជាអ្នកណាបើខ្លាំងនោះចេញមកចុះនាងធ្មប់ឯងមិនមើលក្រោយផ្ទាំងថ្មនោះទៅមើលហើយបើខ្លាំងហោះឡើងមករកយើងមកកំប្លែងមែនទេគួរឲ្យខឹងណាស់យើងនឹងហោះទៅលើអាកាសចង់ដឹងណាស់តើឯងជាស្អីទៅមេធ្មប់កាន់តែឆ្ងល់កាន់តែខឹងខ្លាំងពេកហើយមេធ្មប់ក៏ហោះស្វែងទៅរកមើលចំណែកឯទិវាឃើញថាមានឱកាសល្អនោះក៏បានចូលទៅជួយកូននាគករាជតែម្ដងកុំភ័យអីណាកូននាគករាជខ្ញុំនឹងជួយឯង
ទិវាក្រោយបានស្រែកចំណងនាគរាជតូចហើយនាគរាជក៏បានដឹងគុណនិងនាំទិវាហែលទឹកទៅឆ្ងាយនៅចិត្តរូងភ្នំនី តើទីនេះជាកន្លែងអីទៅកូននេះ ទីនេះជាទីនៃព្រះបិតាយើងតែងតែយាងមកសមាធិចាំបន្តិចណាខ្ញុំជូនលោកទៅជួបទ្រង់សិនមិនតាន់បានទៅផងនាគរាជក៏បានហោះចេញទៅម្ដង កូននេះតើបុតនាំអ្នកណាមកនឹង ព្រះបិតានេះគឺជាអ្នកមានគុណរបស់បុត្រគ្មានគាត់បុត្រនឹងស្លាប់ខ្លាចជាចំណៃធ្មប់មិនខានទេ អូតាមពិតគឺអញ្ចឹងសោះសូមអរគុណហើយដែលជួយបុតយើងអូបានអត់អីទេលោកនេះបើអស់ការអីហើយខ្ញុំលាទៅវិញហើយក ុំតន់ទៅអីខ្ញុំមិនតន់បានសងគុណលោកទេណា មែនហើយនិយាយមកមើលតើឯងចង់បានអីមិនលាក់បាំងអីទេខ្ញុំកំពុងតែមករកទឹកសមុទ្រផ្អែមណាស្ដេចនាគរាជ ទីវាបានពោលរៀបរាប់រឿងរ៉ាវទាំងអស់ដែលថៅកែនិងសម្បូរឲ្យមកនាគរាជស្ដាប់ហើយក៏បាននិយាយថា តែប៉ុណ្្នឹងទេមែនទេបានចាំយើងឲ្យឯងចុះ ព្រះបិតាមានដែរមែនទេបុត្រមិនដែរដឹងសោះ គឺមានហើយម្យ៉ាងទៀតយើងនឹងជូនព្រះនាងសៃហ្វាទៅឲ្យឯងចុះ ស្ដេចនាគរាជបានដោះលែងព្រះនាងសៃហ្វាដែលខ្លួនបានចាប់ឃុំអស់ពេលជាច្រើនឆ្នាំព្រមទាំងបាននិយាយបន្តទៀតថា សូមយកទឹកនេះទៅចុះហើយមាសប្រាក់កែវកងយើងនឹងឲ្យឯងផងដែរពិតជាអរគុណណាស់ស្ដេចនាគរាជត្រូវចាំទុកណាបើពួកគេសួរកុំឆ្លើយអីប្រគល់ទៅទឹកសមុទ្រផ្អែមហើយក៏ទៅវិញចុះខ្ញុំយល់ហើយខ្ញុំនឹងធ្វើតាមស្ដេចនាគ សូមអរគុណហើយស្ដេចនេះព្រះអើយពិតជាមានរឿងដ៏រីករាយមែនថ្ងៃនោះនាគរាជបាននាំទិវានិងសៃហ្វាទៅវិញលុះចិត្តដល់សំពៅរបស់ថៅកែហើយនោះនាគរាជក៏បានជប់ឲ្យមានទូកដែលពោពេញទៅដោយមាសប្រាក់និងបាននិយាយថា ចូលយកទឹកនេះឲ្យបរោះទាំងពីរនោះចុះហើយយើងសូមជូនពរឲ្យអ្នកទាំងពីររស់នៅជាមួយគ្នាដោយសុខសាន្តតទៅផងដែរបាទអរគុណហើយណាស្ដេចនាគ ក្រោយសម្ដែងការដឹងគុណហើយនោះទិវាក៏បានទៅរកថៅកែរួចក៏បានប្រគល់ទឹកសមុទ្រផ្អែមតាមការចង់បានរបស់ពួកគេ ខ្ញុំយកវាមកហើយលោកយកចុះនេះជាសមុទ្រផ្អែមនោះអីយើងចាំយូរហើយឲ្យវាមកតើមានសមុទ្រផ្អែមមែនក៏អីមិនអាចទេឯងថាម៉េចគឺខ្ញុំចង់មានន័យថាតើវាផ្អែមមែនក៏អីខ្ញុំចង់ថាខ្ញុំចង់ឲ្យលោកតកែភ្លក់មើលសិនទើបដឹងថាវាកុហកឬក៏អត់ត្រូវហើយចាំយើងភ្លក់មើលសិន ថៅកែភ្លក់ហើយក៏បាននិយាយថា ផ្អែមមែនតើទិវាតើវាមានច្រើនទេម្យ៉ាងទៀតមានន័យថាទិវាមានមាសមានប្រាក់មានស្រីស្អាតគឺដោយសារតែមានទឹកសមុទ្រផ្អែមនេះពិតទេលោកថៅកែប្រាក់ឈ្នួលខ្ញុំនោះខ្ញុំមិនយកទេខ្ញុំលាសិនហើយតោះអូន ចាប់បង ឈប់សិនយីអានេះវើយ ប៉ាត់ជាធ្វើតាមស្ដេចនាគមែនទិវាមិននិយាយអ្វីទេគាត់បានដើរចេញនិងមិនយកអ្វីទៅជាមួយផងទៀត អានេះពិតជាឆ្លើយសម្បើមម្ល៉េះខ្ញុំថាវាមានរបស់ល្អវាមិនខ្វល់ជាមួយលោកតកែទេហើយប្រាក់ឈ្នួលវាដែលខំបម្រើលោកតកែក៏វាមិនយកទៀតផងបានស្អីយកបើវាមានមាសមកជាមួយទាំងទុកអញ្ចឹងនោះព្រះអើយមានទាំងមាសមានទាំងប្រាក់បានទាំងស្រីស្អាតទៀតតែខ្ញុំថាលោកតកែពួកយើងទៅយកទឹកសមុទ្រផ្អែមដែរទៅហីល្អទេទៅក៏ទៅតែយើងអត់ស្គាល់ផ្លូវទេតើឯងស្គាល់ទេងាយតើចាំខ្ញុំទៅសួរវាសិនសូមលោកចាំផ្លែតណានឹងហើយឆាប់ទៅប្រយ័ត្នវាចេញទៅឆ្ងាយបាត់ណាឆាប់ឡើង ហេតុថាចង់បានដូចគេហេតុថាខ្លាចខាតលៀបដូច្នេះថៅកែនិងសម្បូរក៏បានមនីខំស្រែកទៅកាន់ទិវាថា ទិវាតើទឹកសមុទ្រផ្អែមនៅណាទៅគឺនៅលើកោះផ្លូវទៅលអាំងភ្នំនោះហើយ បងស្ដេចនេះមិនឲ្យនិយាយតបច្រើនទេណា តែបងអាណិតសម្លាញ់បងណាទុកថានេះជាការសងគុណមិត្តទៅចុះមើលទៅទឹកសមុទ្រផ្អែមពិតជាសំខាន់ចំពោះគេខ្លាំងណាស់ ប៉ាត់មែនហើយបងនិយាយប៉ាត់ជាត្រូវណាស់
ចំពាក់គុណត្រូវសងគុណបងធ្វើនេះត្រូវហើយ បានអូន ទិវាគិតថាទឹកសមុទ្រដែលនាគរាជជូនគឺជាសមុទ្រផ្អែមពិតមែនតែតាមពិតនេះគឺជាគម្រោងការរបស់ស្ដេចនាគចង់ដាក់ទោសមនុស្សខ្សែលើមនុស្សស្លូតត្រង់ប៉ុណ្ណោះតែ បានការហើយសម្បូរឆាប់បែរទិសសំពៅភ្លាមទៅម្ដងនេះយើងមុខជាមានបានជាងនេះមិនខានទេបានលោកតាកែ បរិះទាំងពីរបានធ្វើដំណើរអស់ពេលដ៏យូរលើពេលទៅដល់កោះមួយនោះពួកគេក៏បានជួបនឹងមេធ្មប់កំពុងតែដេកនៅក្រោមម្លប់ឈើ ទីនោះដូចជាមានមនុស្សគឺមែនហើយលោកតាកែនៅកដាលកោះកដាលសមុទ្រធំធេងបែរជាមានមនុស្សខ្ញុំថាគាត់ច្បាស់ជាដឹងពីទឹកសមុទ្រផ្អែមមិនខានទេបើអញ្ចឹងតោះពួកយើងទៅសួរគេមើល មិនចឹងទេជ័យធ្មប់ក៏បានភ្ញាក់ឡើងលុះសម្គាល់ឃើញពួកគេមេធ្មប់ក៏បាននិយាយទាំងក្តីត្រេកអរថាមានមនុស្សពិតជាមានមែនពិតជាប្រសើរណាស់យើងភ្ញាក់ពីដីឃ្លានល្មម និយាយស្អីហ្នឹងមុខអាក្រក់ហើយនិយាយអាក្រក់ទៀតណោះអញ្ចឹងហើយបានជាគ្មាននរណាយកឲ្យជាប់នៅក្នុងកោះនេះនោះ គ្មានបានការមែនមិនចាំយូរទេជ័យធ្មប់បានប្រើវេទមន្តចេញមកឬក៏បានស្រូបយកនីសម្បូរចូលទៅក្នុងពោះតែម្ដង ស្អីគេនេះជាបិសាចមែនទេជួយខ្ញុំផង កុំរត់អីឯងមិនអាចទៅណាបានទេថៅកែដូចគ្នាគ្រានោះគាត់ក៏បានខ្លាយជាចំណីរបស់មេធ្មប់ដូចគ្នាមិនតន់អស់ទេនៅនាងកូននាគនោះទៀតបើស៊ីវាបាននោះយើងនឹងអាចមានរិទ្ធនឹងអាចចាក់ចេញពីកោះនេះបានហើយពេលនាងក៏បានហោះទៅរកនាគនិងកូននាគនារងភ្នំដែលជាទីនៃស្ដេចនាគអាស្រ័យរស់នៅណែនាគក្រៀកទាំងពីរចាញ់មកចាញ់ឲ្យយើងស៊ីភ្លាម អ្នកពិតជាក្លាហានមែនមិនក៏ម្ដងនេះអ្នកក្លាហានម្ល៉េះ យើងបានស៊ីមនុស្សយើងមានកម្លាំងហើយយើងក៏អាចស៊ីឯងបានដែរ បើសិនជាមានសមត្ថភាពក៏ចូលមកមេធ្មប់ដ៏គួរឲ្យរំខាន ទទួលយកទៅមេធ្មប់មិនប្រមាណខ្លួនណាស់ទីបំផុតស្ដេចនាគក៏បានសម្លាប់មេធ្មប់ឲ្យវិនិច្ឆ័យក្នុងគ្រានោះទៅ បុគ្គលដែលមានចិត្តខ្សែលើគេបុគ្គលដែលមានចិត្តលោភបុគ្គលដែលមានតែការប្រមាថបុគ្គលដែលមានបំណងប៉ងធ្វើបាបគេនឹងវិនិច្ឆ័យនៅថ្ងៃណាមួយជាមិនខាន នៅក្នុងរាជវាំង តើអូនសពប្រតិនៅសួននេះទេ ប្រពើអូនពិតជាសប្ប្រតិណាស់ជួនគ្នានោះកូននាគរាជក៏បានមកដល់សូមគោរពអ្នកមានគុណសូមគោរពព្រះនាងសៃហ្វានេះកូននាគរាជមកលេងយើងមែនទេយើងពិតជានឹកឯងណាស់ខ្ញុំម្ចាស់ក៏នឹកត្រង់ដែរតើខ្ញុំម្ចាស់ហោះមកលេងតែម្ដងទេមិនហើយកូននាគចលហោះហើរលេងក្នុងរាជវាំងនេះតាមចិត្តចោះណាលុះហត់កាលណាស់នោះសូមទទួលទានអាហារដែលល្អបំផុតប្រចាំរាជវាំងផងដែរតើប៉ាទេខ្ញុំម្ចាស់មកជារីករាយណាស់ហើយ និយាយអញ្ចឹងតើស្ដេចនាគសុខសប្បាយជាទេ ព្រះបិតាសុខសប្បាយទេអូមែនហើយព្រះបិតាបានផ្ញើគុជនេះជន់ត្រង់ទាំងពីរផងដែរណា គុជនោះមែនទេស្អាតខ្លាំងណាស់កូននាគ សូមត្រង់ទទួលយកចុះ សូមអរគុណហើយណាស្ដេចនាគនិងកូននាងពិតជាល្អណាស់ ព្រះពរពីពេលនោះមកកូននាគក៏បានហោះហើរទៅមកលេងយ៉ាងសប្បាយចំណែកទិវាវិញក៏បានគ្រប់គ្រងនគរដឹកនាំរុងរឿងនិងមានសុភមង្គលសុខសាន្តតរៀងទៅ